ជាតិនេះកើតមកមានអារម្មណ៍ថាអន់ចិត្តជាមួយនឹងខ្លួនឯងមែនទែនដែលកើតមកជាកូនច្បងជាតិក្រោយប្រាថ្នាសុំក្លាយជាកូនពៅម្ដងព្រោះការងារជាកូនច្បងនេះគឺមានទំនួលខុសត្រូវច្រើនកាលពីខ្ញុំនៅក្មេងៗរស់នៅជួបជុំគ្នាជាមួយនឹងឪពុករបស់ខ្ញុំឪពុកខ្ញុំគាត់ជាមនុស្សរឹងមាំហើយគាត់ជាជាងសំណង់គាត់តែងតែបង្រៀនខ្ញុំឲ្យចេះធ្វើការងារមនុស្សប្រុសមិនឲ្យប្រកាន់ការងារទេជាពិសេសខ្ញុំជាកូនច្បងហើយខ្ញុំជាមនុស្សស្រីគាត់ថានៅពេលថ្ងៃណាមួយនៅពេលដែលអស់ពីគាត់ទៅខ្ញុំត្រូវរៀនដោះស្រាយបញ្ហាដោយខ្លួនឯងនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំសូមអរគុណដល់កូនៗរបស់ខ្ញុំនិងស្វាមីរបស់ខ្ញុំខ្លាំងមែនទែនដែលបានចំណាយកម្លាំងកាយកម្លាំងចិត្តធ្វើរបងដ៏ស្រស់ស្អាតមួយនេះឲ្យខ្ញុំទោះបីជាមិនស្អាតសម្រាប់អ្នកផ្សេងប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំសប្បាយចិត្តព្រោះខ្ញុំប៉ងស្រឡាញ់ស្ទាយនឹងយូរហើយបងប្អូនហើយឥឡូវលបងនេះក៏បានធ្វើរួចហើយដល់វគ្គដាំផ្កាម្ដងឥឡូវនេះខ្ញុំកំពុងតែរៀបចំដាំផ្កាដោយសារតែនៅមុខលបងនេះចានៅក្នុងបរិវេណនេះគឺវាអត់សូវមានពន្លឺគ្រប់គ្រាន់អញ្ចឹងខ្ញុំត្រូវដាំផ្កាណាដែលវាស្រឡាញ់ម្លប់ចាហើយនៅមានបន្តទៀតបងប្អូននៅខាងក្រោយផ្ទះទៀត